រៀបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់និងជាទីគោរពទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំធ្វើការរៀបចំនៅភូមិផ្កាបែបរចនាបថខ្មែរតែម្ដងអ្នកទាំងអស់គ្នាគឺថាស្រាវជ្រាវយកក្បាច់ខ្មែរអ្វីដែលជាខ្មែររបស់យើងហើយយកផ្កាម្លិះហើយនឹងបំណែកនៃផ្ការៈដើម្បីធ្វើការរៀបចំចេញជាក្បាច់ខ្មែរបាទហើយយើងធ្វើការគូនៅប្រភេទក្បាច់ខ្មែរយើងសិនដើម្បីយើងរៀបចំចេញជាផ្កាក្បាច់ខ្មែរនេះចេញមកបានអ្នកទាំងអស់គ្នាគឺថាការធ្វើគឺថាយកចិត្តទុកដាក់ហើយនឹងគូផ្ចិតផ្ចង់មែនទេអ្នកទាំងអស់គ្នាហើយម្យ៉ាងវិញទៀតសម្រាប់ការភួងនេះដែរគឺយើងរចនាឡើងដើម្បីលើកកម្ពស់នៅគេហៅថាប្រភេទនៃក្បាច់ខ្មែររបស់យើងឲ្យកូនខ្មែរបានស្គាល់កាន់តែច្បាស់នៃអ្វីដែលជារបស់ខ្មែរអញ្ចឹងអ្នកទាំងអស់គ្នាបាទសម្រាប់ភូមិនេះដែរគឺយើងអាចដាក់នៅលំអកន្លែងពុទ្ធធាសនាឬក៏ដាក់រៀបចំនៅកម្មវិធីផ្សេងអ្នកទាំងអស់គ្នាគឺថាស្រស់ស្អាតខ្លាំងមែនទែនហើយប្រសិនជាបងប្អូនចង់បានប្រភេទភួងផ្កាដែលស្រស់ស្អាតប្រណិតហើយនឹងផ្កាចាក់ផ្សេងជាច្រើនទៀតដែលមាននៅក្នុងគោលដៅសក្ការៈយើងហើយម្យ៉ាងវិញទៀតគោលដៅសក្ការៈយើងក៏មានលក់នៅធោក្បាច់សារពើសូត្រតោកដែលស្រស់ស្អាតស្វិតជាប់ជាច្រើនទៀតយ៉ាងប្រណិតដែលមាននៅក្នុងគោលដៅសក្ការៈហើយគោលដៅសក្ការៈយើងក៏មានទទួលការរៀបចំកម្មវិធីប្រពៃណីខ្មែរគ្រប់កម្មវិធីមិនថាកម្មវិធីតូចមិនថាកម្មវិធីធំគឺថាគោលដៅសក្ការៈយើងគឺមានរៀបចំជូនទាំងអស់ប្រសិនជាបងប្អូនចង់ទទួលនៅសេវាកម្មល្អប្រកបដោយគុណភាពនិងប្រណិតភាពកុំភ្លេចគោលដៅសក្ការៈសូមអរគុណ